ខ្ញុំតែងតែទទួលបានការរិះគន់ទៅលើរូបរាងនិងមុខមាត់របស់ខ្ញុំមិនថានៅក្រៅឬក៏នៅក្នុង social media ហើយខ្ញុំគិតថាមិនមែនមានតែខ្ញុំម្នាក់ទេប្រកបជាមានមនុស្សជាច្រើនទៀតដែលបានជួបប្រទះលើរឿងនេះថ្ងៃនេះខ្ញុំចង់ប្រាប់ទៅអ្នកដែលគាត់ចូលចិត្តនិយាយមើលងាយរិះគន់ទៅលើរូបរាងអ្នកដទៃថាមុនពេលដែលបងប្អូនតាមមាត់និយាយឬក៏លើកដៃ comment មើលងាយលើរូបរាងអ្នកដទៃសូមបងប្អូនគិតបន្តិចថាបងប្អូនបានដឹងថាគាត់បាននឹងកំពុងឆ្លងកាត់រឿងអីមកខ្លះមិនថាបញ្ហាផ្លូវកាយផ្លូវចិត្តផ្លូវអារម្មណ៍តើបងប្អូនបានឆ្លងកាត់រឿងដូចពួកគាត់អត់ហើយការដែលថាឲ្យអ្នកដទៃធាត់ពេកស្គមពេកខ្មៅពេកសពេកឬក៏រូបរាងអាក្រក់ហ្នឹងគេមិនមែនហៅជាការនិយាយត្រង់ទេតែគេហៅវាថាជា body shaming ឬក៏ការមើលងាយលើរូបរាងរបស់អ្នកដទៃខ្ញុំចង់ឲ្យបងប្អូនដឹងថាប្រសិនបើបងប្អូននិយាយប៉ះពាល់ទៅលើមនុស្សដែលគាត់មានផ្លូវចិត្តរឹងមាំវាអត់អីទេចុះបើបងប្អូននិយាយប៉ះពាល់ទៅលើមនុស្សដែលគាត់មានផ្លូវចិត្តទន់ខ្សោយឬក៏មានបញ្ហាផ្លូវចិត្តពាក្យសម្ដីដែលបងប្អូននិយាយមួយម៉ាត់ណាអាចធ្វើឲ្យគាត់ឈឺចាប់លើសពីអ្វីដែលបងប្អូនបានដឹងទេពាក្យសម្ដីមួយម៉ាត់ឬក៏ comment មួយរបស់បងប្អូនណាអាចនឹងដក់ជាប់នៅក្នុងខួរក្បាលគាត់ពេញមួយជីវិតការនិយាយលេងសើចលើរូបរាងរបស់គេដែលបងប្អូនបានធ្វើហ្នឹងវាអាចធ្វើឲ្យគេមានអារម្មណ៍ថា insecure ជាមួយខ្លួនឯងពេញមួយជីវិតក៏អាចថាបានដែរហើយខ្ញុំគិតថា social media มันគួរជាកន្លែងដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាខ្មាស់អៀនជាមួយនឹងរូបរាងខ្លួនឯងទេហើយវាក៏មិនគួរជាកន្លែងដែលយើងត្រូវមើលងាយលើរូបរាងរបស់អ្នកដទៃដូចគ្នាព្រោះថាគ្មានអ្នកណាអាចមកកំណត់ស្តង់ដារនៃភាពស្រស់ស្អាតរបស់មនុស្សបានទេមនុស្សទាំងអស់គួរតែទទួលបានការគោរពមិនថាពួកគាត់មានរូបរាងបែបណាជាចុងក្រោយបើសិនបើអ្នកពិតជាអត់មានពាក្យល្អៗសម្រាប់និយាយឬក៏សម្រាប់ comment ទេខ្ញុំគិតថាគួរតែកុំនិយាយគួរតែ comment អីល្អជាងអ្នកអាចងាកមុខចាញ់ឬក៏អូសរំលងចោលទៅ Remember body shaming is never okay be human be kind